វីដេអូនេះមកអួតសម្រាប់ផ្លូវចូលក្នុងរោងចក្របន្តិចបងប្អូនចិត្តថាមិនចង់ថតដែរបងប្អូនមិនតែរសារតែឃើញសម្រស់ស្អាតពេកអញ្ចឹងក៏ចង់ថតបង្ហាញបងប្អូនឲ្យស្គាល់ឲ្យឃើញអញ្ចឹងណាបងប្អូនថាទេសភាពក្នុងរោងចក្រខ្ញុំមិនស្អាតប៉ុណ្ណានេះបានគេហៅថាស្អាតបែបធម្មជាតិបងប្អូនបាទសិតតែដើមឈើបងប្អូនអើយជុំវិញសងខាងផ្លូវសម្បូរទៅដោយដើមឈើធម្មជាតិបងប្អូនបាទមាននគរបងប្អូនចំគោចំពពែបាទរោងចក្រខ្ញុំទំនើបអញ្ចឹងបងប្អូនបាទមាននគរមាននពែទៀតតោះឥឡូវយើងចូលមកមើលសម្រស់នៅក្នុងផ្លូវចូលរោងចក្របងប្អូនចាំមើលស្អាតប៉ុណ្ណាបងប្អូននិយាយរួមទៅបងប្អូនបាទដើមឈើដើមដូងបាទដើមផ្កានេះបងប្អូនគឺក្រុមហ៊ុនបាទគាត់ដាំតាំងពីផ្លូវចូលរហូតបាទទៅដល់ក្នុងអាគារបងប្អូនមិនដឹងថាតកែរោងចក្រខ្ញុំបងប្អូនគាត់ស្រឡាញ់ធម្មជាតិឬមួយយ៉ាងណាបងប្អូនបាននិយាយគាត់ចូលចិត្តដាំបាទដើមឈើបាទដើមឈើខៀវខៀវអញ្ចឹងបងប្អូនដើមដូងដើមផ្កាឬក៏ដើមផ្សេងខ្ញុំអត់សូវស្គាល់អស់បងប្អូនគឺស្អាតមែនទែនបាទប្រហែលជាគាត់ចូលចិត្តបែបធម្មជាតិហ្នឹងបងបានជាគាត់ដាំតែដើមឈើអញ្ចឹងបងហើយមិនមែនដាំតិចណាបងប្អូនបាទតាំងពីផ្លូវចូលរហូតដល់អាគារបងប្អូនប្រវែងប្រហែលជាជិត1គីឡូដែរបងប្អូនខ្ញុំសូមសរសើរបងប្អូនសូមសរសើរនៅការរៀបចំបាទការដាំការតុបតែងបងប្អូនគឺថាបានល្អមែនទែនបងប្អូនបាទគ្រាន់តែធ្វើដំណើរចូលមកបងប្អូនមានអារម្មណ៍ថាស្រស់ស្រាយបងប្អូនដោយសារតែងាកទៅណាធម្មជាតិងាកណាធម្មជាតិបងប្អូនខ្ញុំនៅតែសរសើរបងប្អូនសរសើរបាទទឹកដៃនឹងការរៀបចំរបស់ក្រុមហ៊ុនមែនទែនបងប្អូនបាទវីដេអូនេះដែរបងប្អូនមានអីច្រើនបងប្អូនគាត់ថាខ្ញុំចង់ថតបង្ហាញបាទពីសម្រស់ផ្លូវចូលក្នុងរោងចក្រខ្ញុំអញ្ចឹងបងប្អូនបាទអរគុណច្រើនបងប្អូនមកសម្រាប់ការតាមដានទៅម្ដងដល់ចប់